ជំរាបពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបេះទៅសក់នៅក្រោយផ្ទះយកទៅធ្វើជ្រក់ចាសក់ស្រូវសក់ស្រូវសក់ផ្អហើយប៉ាក្មេកខ្ញុំក៏ពឹងស្រោចតំណាំនៅខាងក្រោយដែរចាហើយខ្ញុំពឹងដើររមើលចខើយពុតទៀតណាដើរមើលតំណាំជុំវិញហ្នឹងទៅក្លេកចុះឡើងមើលធម្មជាតិពិតណាខាងក្រោយផ្ទះចានៅដើមនេះគឺតឡាចផ្លែតឡាចបានផ្លែតឡាច2ហើយចាហើយប៉ាខ្ញុំក៏ដើរស្រោចតំណាំនៅក្រោយនេះពីក្រោយខ្នងខ្ញុំតំណាំឥឡូវមានផ្កាមានផ្លែអស់ហើយជួនកាលញ៉ាំអត់តន់ហងមកពីផ្លែវាច្រើនពេកទៅចំណែកទៅសក់នោះផ្លែវាច្រើនពេកឡើយយកធ្វើជ្រក់ហើយក៏ដើរមើលតំណាំនឹងវាស្រស់ថ្លាแล้วបានមកដល់ក្នុងផ្ទះវិញហើយយើងចិត្តទៅសក់ធ្វើជ្រក់ចាចិត្តយើងពុះជា4អញ្ចឹងមកកាត់ជា2កង់មកវាទៅសក់នឹងវាវែងแล้วពុះមកឈៀងទៀតហើយទៅយើងពុះទៅសក់ទៅពុកម៉ែបងប្អូនមានដាំតំណាំអីបានខ្លះហើយចំណែកនាងខ្ញុំវិញដាំបានទៅសក់វែងតែមានតាំងពីសដែកគួរតាំងពីអីចឹងដែរទៅហើយមានជីមានអីនៅក្រោយផ្ទះសពមុខចឹងដែរឥឡូវយើងពុះទៅសក់ថែមមិនទៀតហើយដើម្បីយកមកប្រឡាក់ធ្វើជ្រក់ត្រសក់ចាហើយពុះញាប់និយាយផងឥឡូវចាប់ដើមពុះទៀតហើយទៅសក់វាមានបានប្រហែលជា5-6ដែរហើយវាវែងហើយយើងពុះវាទៅចំពងតែពុះសុកអើយតែសពថ្ងៃមានតែប៉ុណ្្នឹងឯងជីវិតរីករាយនៅក្នុងក្រុមគ្រួសារសប្បាយនៅក្នុងចិត្តមានតែរៀងរាល់ថ្ងៃព្រឹកឡើងស្លធ្វើម្ហូបដាំស្លតែប៉ុណ្្នឹងឯងធ្វើម៉េចបើជីវិតយើងតែប៉ុណ្្នឹងឯងនៅស្រុកគេចឹងឯងមិនមែនដូចនៅស្រុកខ្មែរទេនៅស្រុកនេះស្រុកសហរដ្ឋអាមេរិកនេះយើងត្រូវតែរៀនធ្វើអីខ្លួនឯងដើម្បីយកវាមិនសូវនឹងចំណាយលុយច្រើនចាแล้วហើយយើងក៏ចាប់ផ្ដើមធ្វើចឹងខ្លួនឯងចឹងទៅពុះទៅសក់ចឹងទៅវាវែងឥឡូវយើងបកខ្ទឹមសចាដាក់ទៅជាមួយគ្នាដែរឥឡូវបកខ្ទឹមជប់នៅនឹងប្រហែលយើងដាក់ប្រហែលមួយដុំចឹងណាខ្ទឹមដើម្បីឲ្យវាជូរយើងយកមកញ៉ាំទៅឆ្ងាញ់វាមានជាតិឈ្ងុយចឹងណាចាជីវិតមានតែប៉ុណ្្នឹងរៀងរាល់ថ្ងៃធ្វើម្ហូបទៀងរាល់ថ្ងៃយើងទៅទិញគេនៅក្រៅក៏វាអស់លុយច្រើននៅស្រុកគេបើយើងធ្វើអញ្ចឹងទៅក៏ឥឡូវយើងបានដាក់ស្ករវិចេងអំបិលអញ្ចឹងទៅហើយដាក់ទឹកស៊ីអ៊ីវទៅឥឡូវយើងពឹងបែបស្បល់ឲ្យចូលគ្រាចាស្បល់ចុះស្បល់ឡើងឥឡូវយើងចូលហើយយើងចាប់ញាត់ដាក់ក្នុងកឡហើយយើងដាក់ទឹកខ្មេះបន្តិចផងមកដើម្បីកុំឲ្យវាធ្វើទៅសក់ហ្នឹងរបៀបរបស់នាងខ្ញុំធ្វើណាដាក់ទឹកស្អ៊ីវទឹកត្រីដាក់អំបិលស្ករប៊ីចេងបន្តិចទៅតាមតែយើងសំណងចំណូលចិត្តរបស់យើងប៉ុណ្ណាកុំឲ្យវាប្រាយពេកចាហើយចាប់ស្រក់ជក់ញាត់ចូលនៅក្នុងកឡហើយក៏អរគុណច្រើនដែលពុកម៉ែបងប្អូនបានមើលវីដេអូនាងខ្ញុំសូមចុច like និង share ឲ្យផងហើយបើដូចជាអ្នកណាថាចង់ add friend អី follow វិញព្រោះនាងខ្ញុំ friend ពេញអស់ហើយ follow page របស់នាងខ្ញុំឈ្មោះអាលីសាខៀមហ្នឹងទៅចាយើងចាក់ទឹកវាចូលហើយយើងទុកវា2ថ្ងៃនៅនឹងក្រៅហើយចាំយើងយកទៅដាក់ទៅក្នុងទូចាតែមួយថ្ងៃក៏បានទុក2ថ្ងៃជួនកាលវាជូរខ្លាំងពេកខ្ញុំទុកតែមួយថ្ងៃទេនៅក្រៅចាទុកតែមួយថ្ងៃទេបាយហើយអរគុណច្រើនទាំងអស់គ្នា